សួស្តីបងប្អូនក្នុងបណ្ដាញសង្គម Facebook ជាទីរាប់អានថ្ងៃនេះខ្ញុំសូមលើកយកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំយកមកចែកជូនបងប្អូនដើម្បីបានស្វែងយល់ដែលធ្វើជាចំណេះដឹងទាំងអស់គ្នាសប្តាហ៍ថ្ងៃនេះមនុស្សគ្រប់វ័យសឹងតែគ្រប់វ័យមានជំងឺដែលពេញនិយមជាងគេជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែមហើយកត្តាដែលធ្វើឲ្យមានជំងឺទឹកនោមផ្អែមនិងលើសឈាមច្រើនហ្នឹងវាមានហេតុរបស់វាគឺដោយសារការហូបចំណីអាហារហ្នឹងมันបានគេថាมันបានពិនិត្យមើលតើចំណីអាហារហ្នឹងវាមានគុណភាពឬមួយវាអត់មានគុណភាពដូចជាឧទាហរណ៍ថាញ៉ាំសាច់ច្រើនអញ្ចឹងទៅដល់มันគិតពីសុខភាពធ្វើឲ្យវាមានការលើសជាតិខ្លាញ់នៅក្នុងថ្លើមនៅក្នុងបេះដូងអញ្ចឹងក្នុងសរសៃឈាមអញ្ចឹងទៅរីឯហូបបង្អែមដូចជាទុរេនដូចជាបង្អែមអីហូបភេសជ្ជៈផ្អែមហ្នឹងជាប្រចាំទៅវាក៏វិវត្តទៅរកទឹកនោមផ្អែមទៅអញ្ចឹងវាជាឧបសគ្គមួយសម្រាប់ជីវភាពកំពុងតែប្រឈមរកស៊ីពិបាកផងហើយនឹងយកថវិកាទៅព្យាបាលជំងឺផងហើយអ្វីដែលយើងអាចកាត់បន្ថយបាននិងគ្រប់គ្រងបាននោះយើងត្រូវតែពិនិត្យទៅលើគេហៅថាចំណង់ដែលហៅថាតណ្ហាណាប្រភពដែលបណ្ដាលឲ្យមនុស្សប្រជាពលរដ្ឋយើងកើតទឹកនោមផ្អែមលើសឈាមហ្នឹងប្រភពមកពីតណ្ហាណាតណ្ហាគឺចង់ហូបដោយខ្វះបញ្ញាដោយខ្វះការគិតពិចារណាហ្នឹងធ្វើឲ្យធ្លាក់ខ្លួនទៅជាជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាមសឹងតែគ្រប់គ្នានេះហើយជាវិបត្តិដ៏ធ្ងន់ធ្ងរមួយសម្រាប់ខ្លួនឯងសម្រាប់ក្រុមគ្រួសារនិងសម្រាប់សង្គមជាតិជាក់ស្ដែងខ្ញុំលើកឧទាហរណ៍ដូចរូបខ្ញុំហ្នឹងរូបខ្ញុំជាក់ស្ដែងប្រហែលថ្ងៃនេះខ្ញុំមានអាការៈមិនស្រួលខ្លួននោមញឹកងើបនោមច្រើននៅពេលយប់ហ្នឹងខ្ញុំក៏បានទៅពិនិត្យឈាមឃើញឈាមស្ករជាប្រចាំថ្ងៃរបស់ខ្ញុំហ្នឹងឃើញវាឡើងទៅដល់117ខ្ញុំមានការប្រុងប្រយ័ត្ននេះជាចំនួនតួលេខមួយដែលធ្វើឲ្យមានដែលជាតួលេខមួយដែលព្រួយបារម្ភគេថាបើសិនជាយើងនិយាយគឺថាចិត្តចូលដល់ជំងឺទឹកនោមផ្អែមហើយប៉ុន្តែខ្ញុំបានដឹងខ្លួនមុនខ្ញុំក៏ទៅពិនិត្យមើលគេហៅថាផ្លាស់ប្ដូររបបអាហារណាផ្លាស់ប្ដូររបបអាហារមកវិញគឺខ្ញុំមួយថ្ងៃខ្ញុំហូបបាយតែ2ពេលទេគឺពេលព្រឹកនិងពេលល្ងាចខ្ញុំអត់មានហូបថ្ងៃត្រង់ទេរបបអាហារដែលខ្ញុំដូរមកហ្នឹងគឺខ្ញុំហូបបន្លែមានតសក់មានត្រប់មានខាត់ណាមានស្ពៃកញ្ញាញ់ហើយមានការ៉ុតអញ្ចឹងខ្ញុំរបបអាហាររបស់ខ្ញុំដូរមកគឺដូរមកហូបអញ្ចឹងហើយមានទ្រូងមាន់ចំហុយបន្តិចទៅហើយនឹងត្រីរស់អាំងមកបន្តិចទៅហើយបាយហ្នឹងគឺបន្ថយមកនៅមកកូនកាន់ចង្កឹះអញ្ចឹងនៅពេលដែលយើងហូបគ្រាន់តែខ្ញុំផ្លាស់ប្ដូររបបអាហារហ្នឹងហូបមកដល់ប៉ុណ្ណឹងមកមានគេថាមានបន្លែមានអីវិញ3ថ្ងៃក្រោយមកហ្នឹងគឺចាប់ខ្ញុំទៅពិនិត្យខ្ញុំជួសស្ករមើលហ្នឹងឃើញនៅចុះមកនៅ107គឺវាចុះលឿនមែនតើអញ្ចឹងបានខ្ញុំសន្និដ្ឋានថាគ្រប់អ្នកទឹកនោមផ្អែមទាំងអស់ហើយមានសុខភាពលើសជាតិខ្លាញ់ហើយលើសជាតិស្អីក៏ដោយនៅពេលដែលយើងផ្លាស់ប្ដូររបបអាហារមកហូបអញ្ចឹងជាប្រចាំសុខភាពហ្នឹងគឺវាឃើញប្រសើរឡើងដូចជាសុខភាពខ្ញុំឥឡូវនេះគឺមានភាពប្រសើរឡើងដោយសារអីដោយសារខ្ញុំផ្លាស់ប្ដូររបបអាហារគឺដូចជាដំបូងពិបាកដោយថាយើងហូបមិនពេញលេញដូចមុនមិនគ្រប់គ្រាន់ដូចមុនប៉ុន្តែដល់ពេលយើងដំបូងវារៀងពិបាកតែពេលមួយថ្ងៃពីរថ្ងៃទៅស៊ាំមកវិញឥឡូវមានកម្លាំងឡើងវិញហើយក្នុងខ្លួនឃើញស្រួលខ្លួនអ
ចឹងខ្ញុំសូមឲ្យបងប្អូនទាំងអស់ផ្លាស់ប្ដូររបបអាហារមកហូបដូចខ្ញុំដែលខ្ញុំបានជំរាបហ្នឹងគឺសុខភាពហ្នឹងគឺល្អប្រសើរឡើងវិញហើយខ្ញុំគិតថាអ្នកទឹកនោមផ្អែមហ្នឹងមិនចាំបាច់ទៅប្រើថ្នាំប្រើអីទេនេះជាហៅថាជាការអនុវត្តផ្ទាល់ពីខ្ញុំទៅអញ្ចឹងបងប្អូននេះជាសារដ៏សំខាន់មួយសម្រាប់បងប្អូនទាំងអស់ដើម្បីយកអនុវត្តដើម្បីជាប្រយោជន៍ដើម្បីសុខភាពបងប្អូនទាំងអស់ព្រោះយើងជីវិតយើងរស់មកយើងគិតអំពីសុខភាពជាចម្បងគឺអ្វីមិនធំជាងសុខភាពរបស់យើងទេអញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញគឺអ្វីដែលយើងខ្លាយទៅជាមនុស្សដែលមានការលើសឈាមមានទឹកនោមផ្អែមហ្នឹងយើងមិនមែនគ្រប់គ្រងទៅលើរបបអាហារយើងគ្រប់គ្រងទៅលើតណ្ហារបស់យើងព្រោះចំណីអាហារចម្រុះសពបែបយ៉ាងទាំងអស់អញ្ចឹងធ្វើឲ្យយើងខ្លាយទៅជាមនុស្សពិការខ្លាយទៅយើងបាត់បង់សមត្ថភាពពិការភាពធ្វើឲ្យលំបាកដល់ក្រុមគ្រួសារដល់សង្គមជាតិរបស់យើងហើយធនធានមនុស្សគឺជាធនធានមួយដ៏សំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិរបស់យើងសារនេះជាសារសំខាន់មួយសូមឲ្យបងប្អូនចែកចាយឲ្យបានទូលំទូលាយទូទាំងប្រទេសរបស់យើងនេះសូមកុំចង្អៀតចង្អល់ក្នុងការចែករំលែកក្នុងការ share វីដេអូហ្នឹងដើម្បីឲ្យដល់បងប្អូនយើងបានដឹងបានឮថាសប្តាហ៍ថ្ងៃនេះមនុស្សយើងភាគច្រើនរស់នៅក្រោមតណ្ហាខ្ញុំនឹងមានវីដេអូចេញវគ្គក្រោយទៀតខ្ញុំនិយាយអំពីវិសាលភាពទាំង8ដែលខ្ញុំបានរកឃើញបន្ថែមទៅលើសុជីវធម៌វាមានសុជីវធម៌វាមានសិលធម៌វាមានគុណធម៌វាមានសប្បុរសធម៌តើវិសាលភាពទាំង8ហ្នឹងវាមានអត្ថន័យយ៉ាងណាគឺខ្ញុំចាំបកស្រាយម្ដងមួយដើម្បីចែកជូននៅទៅលើវិសាលភាពទាំង8ហ្នឹងដែលយើងម្នាក់ត្រូវតែយល់ដឹងហើយនឹងអនុវត្តទាំងអស់គ្នាដើម្បីអភិវឌ្ឍខ្លួនយើងអភិវឌ្ឍក្រុមគ្រួសារយើងអភិវឌ្ឍប្រទេសជាតិរបស់យើងដើម្បីភាពរីកចម្រើនទាំងអស់គ្នាបាទសូមអរគុណបាទ